ทรงจุ้งประวัติอัตรีสำเร็จเมียสุนทรีสมุทรโลกสินทรีสมุทรកើតនៅឆ្នាំ1932និងទទួលមរណកាលនៅឆ្នាំ1976លោកគឺជាអ្នកនិពន្ធបទចម្រៀងនិងជាអ្នកចម្រៀងខ្មែរដ៏ល្បីល្បាញមួយរូបនាអំឡុងទសវត្សរ៍ឆ្នាំ50ដល់ឆ្នាំ70លោកសិនស៊ីសមុទ្រមានរហស្សនាមថាអធិរាជសំឡេងមាសហើយលោកបានទទួលមរណភាពនៅក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមនៅថ្ងៃទី18ខែឧសភាឆ្នាំ1976ភាពល្បីល្បាញរបស់លោកបានពីទឹកដងសំឡេងដ៏ក្រអួនក្រអៅពីរោះរំដំចិត្តគូបផ្សំនឹងបទចម្រៀងមនោសញ្ចេតនាគ្រប់រសជាតិលន្លង់លន្លោចលាយឡំនឹងភាពសប្បាយរីករាយកំសត់ខ្លោចផ្សាលាក់នឹងលាក់ដែលកើតចេញពីស្នាដៃនិពន្ធរបស់លោកផ្ទាល់និងស្នាដៃនិពន្ធរបស់កវីផ្សេងទៀតនៅក្នុងចំនួននោះដែលនិពន្ធឲ្យលោកច្រៀងលោកសិនស៊ីសមុទ្រមានឈ្មោះដើមថាសិនច័ន្ទសមុទ្រដែលចាប់កំណើតនៅថ្ងៃទី23ខែសីហាឆ្នាំ1932នៅខេត្តស្ទឹងត្រែងត្រូវនឹងឆ្នាំរកាវេលាម៉ោងទៀបភ្លឺដែលតាមទំនាយគ្រូហោរាចិនទាយថាជានិស័យធាតុមន់គោកគឺពូកែខាងសំឡេងខ្លាំងគ្មានគូប្រៀបហើយលោកសិនស៊ីសមុទ្រលោកគឺជាកូនប្រុសពៅនៃបណ្ដាបងប្អូន4នាក់ប្រុស2ស្រី2របស់លោកស៊ីនលៀងនិងអ្នកស្រីសឿបប៊ុនលឿដែលជាកូនកាត់ឡាវចិនលោកឪពុករបស់លោកស៊ុនស៊ីសមុទ្រជាឆ្មាំយាមពន្ធនាគារនៅខេត្តបាត់ដំបងនិងជាទាហានបដិវត្តន៍ប្រឆាំងនឹងអាណានិគមបារាំងលោកឪពុករបស់លោកបានលាចាកលោកនេះដោយជំងឺហើយម្ដាយរបស់លោកក៏បានរៀបការម្ដងទៀតដែលអាពាហ៍ពិពាហ៍ក្រោយនេះបានបន្សល់ទុកនៅកូន2នាក់ថែមទៀតលោកសិនស៊ីសមុទ្របានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងពេលដែលលោកអាយុបាន5ឆ្នាំលោកជាក្មេងល្អម្នាក់នឹងទទួលបានការស្រឡាញ់រាប់អានចូលចិត្តពីសំណាក់លោកគ្រូអ្នកគ្រូព្រមទាំងមិត្តរួមថ្នាក់ផងទាំងពួងលោកសិនស៊ីសមុទ្រមាននិស្ស័យជាមួយនឹងសិល្បៈតាំងតែពីលោកអាយុ6ឆ្នាំលោកចេះកាន់ឧបករណ៍ភ្លេងមានដូចជាទ្រខ្លុយចាប៉ីនិងហ្គីតាអ្វីដែលពិសេសនោះគឺឧបករណ៍ម៉ុងដូលីនលោកចេះលេងយ៉ាងស្ទាត់ជំនាញមិនត្រឹមតែចេះលេងនៅឧបករណ៍ទាំងនោះទេលោកថែមទាំងចេះធ្វើឧបករណ៍ទាំងនោះទៀតផងជាញឹកញាប់លោកសិនស៊ីសមុទ្រត្រូវបានសាលាសុំឲ្យលោកលេងហ្គីតានៅក្នុងពិធីបុណ្យផ្សេងនៅក្នុងសាលារៀនកាលពីកុមារលោកជាក្មេងសុភាពរាបសារស្រគត់ស្រគំនិងចិត្តល្អហើយលោកតែងតែមានទឹកចិត្តអាណិតអាសូរដល់អ្នកដទៃផងទាំងពួងគេនិយាយថាលោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំឡេងដ៏ទន់ភ្លន់និងផ្អែមល្ហែមរបស់លោកជានិច្ចកាលលោកតែងទៅលេងវត្តនៅឯក្បែរផ្ទះរបស់លោកជាញឹកញាប់និងបាននិយាយលេងជាមួយនឹងព្រះសង្ឃនៅពេលទំនេរលោកមាននិស្ស័យនឹងព្រះពុទ្ធសាសនាលោកបានសុំរៀនភាសាបាលីពីភ
ភិក្ខុមួយអង្គនៅក្នុងវត្តលោកសិនស៊ីសមុទ្រចូលចិត្តអានសៀវភៅលេងបាល់ទាត់និងលេងបង្ហោះខ្លែងខ្លាំងណាស់ចំពោះការបរិភោគរបស់លោកសិនស៊ីសមុទ្រវិញលោកចូលចិត្តញ៉ាំតែម្ហូបគោកមានសាច់លោកមិនចូលចិត្តញ៉ាំបន្លែនោះទេពងទាចៀនជាម្ហូបមួយដែលលោកចូលចិត្តញ៉ាំជាប្រចាំលោកបានបញ្ចប់ការសិក្សាចំណេះទូទៅនៅឆ្នាំ1951ហើយក៏បានបន្តការសិក្សានៅសាលាវិទ្យាសាស្ត្រនៅឯរាជធានីភ្នំពេញដោយស្នាក់នៅផ្ទះឪពុកមីរបស់លោកបើទោះបីជាលោកមានការមមាញឹកនិងកិច្ចការរៀនសូត្រនៅសាលាវិទ្យាសាស្ត្រយ៉ាងណាក៏ដោយលោកនៅតែអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀងនិងនិពន្ធបទភ្លេងផងដែរក្នុងកំឡុងពេលនោះគាត់កម្រចេញទៅដើរលេងខាងក្រៅណាស់ដោយសារតែប្រាក់ឧបត្ថម្ភពីមាតាបិតារបស់លោកគ្រប់គ្រាន់ល្មមសម្រាប់តែការចាយវាយនៅក្នុងការសិក្សាតែប៉ុណ្ណោះហេតុនេះហើយលោកតែងតែចំណាយពេលទំនេររបស់លោកសម្រាប់សិក្សាបទភ្លេងនិងហាត់ច្រៀងដោយមានការគាំទ្រពីមិត្តភ័ក្តិដោយការធ្លាប់រៀននៅបឋមសិក្សាដែលលោកចាប់ផ្ដើមល្បីនៅក្នុងសាលារៀនរបស់លោកថាជាអ្នកមានទេពកោសល្យខាងតន្ត្រីនិងចម្រៀងហើយលោកត្រូវបានគេសុំឲ្យច្រៀងនៅរាល់កម្មវិធីរបស់សាលាគ្រប់ពេលនៅឆ្នាំដដែលនោះលោកបានបង្កើតក្រុមតន្ត្រីមួយឈ្មោះថាក្រុមតន្ត្រីព្រះច័ន្ទរស្មីដែលមានសមាជិក9នាក់ដំបូងគេដឹងត្រឹមថាលោកស៊ុនស៊ីសមុទ្រជាអ្នកកាន់ឧបករណ៍ភ្លេងតែប៉ុណ្ណោះទេតែក្រោយមកក៏ចាប់ផ្ដើមច្រៀងក៏ស្រាប់តែម្នាក់លាន់មាត់ហើយទទួលស្គាល់ថាលោកស៊ុនស៊ីសមុទ្រពេលដែលច្រៀងពិតជាមហាសែនពីរោះមែនមិនយូរប៉ុន្មានក្រោយមកក្រុមតន្ត្រីរបស់លោកក៏ទទួលបានការគាំទ្រពេញនិយមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញខ្លាំងណាស់ដោយសារតែភាពល្បីល្បាញនេះហើយនៅដើមឆ្នាំ1953ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញឲ្យចូលរួមប្រគំជាមួយនឹងក្រុមវិទ្យុជាតិឈ្មោះថាក្រុមតន្ត្រីរាជសីហ៍ដែលវងភ្លេងនោះដឹកនាំដោយលោកយ៉ាន់កាយុនពេលដែលកិត្តិស័ព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញក្រុងភ្នំពេញហើយលោកក៏បានក្លាយជាអ្នកចម្រៀងពាក់កណ្ដាលអាជីពដោយជារឿយលោកតែងតែចេញច្រៀងតាមវិទ្យុនិងតាមពិធីមង្គលការផ្សេងតែជាអកុសលមាតាបិតារបស់លោកមិនសប្បាយចិត្តនឹងលោកច្រៀងតាមវិទ្យុជាតិនោះទេមាតាបិតារបស់លោកចង់ឲ្យលោកក្លាយជាវិជ្ជបណ្ឌិតវិញនិងបារម្ភថាចម្រៀងនឹងរំខានដល់ការសិក្សារបស់លោកក៏ប៉ុន្តែវាសនាត្រូវតែចារថាលោកស៊ិនស៊ីសមុទ្រត្រូវតែក្លាយជាអ្នកចម្រៀងបើទោះបីជាមានការជំទាស់ពីសំណាក់គ្រួសាររបស់លោកក៏ដោយពេលដែលប្រជាណាចក្រកម្ពុជាយើងបានទទួលឯករាជ្យពេញបរិបូរណ៍ពីបារាំងនៅឆ្នាំ1953លោកបានចាប់ផ្ដើមអាជីពជាសិល្បកររបស់លោកដោយក្លាយជាអ្នកចម្រៀងប្រចាំឲ្យស្ថានីយ៍វិទ្យុជាតិគាត់បន្តការសិក្សាវិជ្ជបណ្ឌិតរហូតដល់ចប់និងចូលបម្រើការងារនៅមន្ទីរពេទ្យព្រះកេតុមាលាហើយលោកស៊ុនស៊ីសមុទ្ររៀបអាពាហ៍ពិពាហ៍ពីរដងបន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវិទ្យាសាស្ត្រលោកបានរៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រីខាវថងញ៉តដែលជាប្អូនជីដូនមួយជាមួយលោកតាមការចាត់ចែងរបស់មេបាពួកលោកមានបុត្រាបុត្រី4នាក់ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូសដោយសារសម្ពាធនឹងអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោកភរិយារបស់លោកបានចាក់ចោលលោកទៅបួសជាដូនជីពេលលោកស្រីមានអាយុ30ឆ្នាំលោកស៊ិនស៊ីសមុទ្រមិនដែលមានទំនាក់ទំនងស្នេហាឲ្យបានច្បាស់លាស់ជាមួយនឹងអ្នកណានោះទេដោយសារតែលោក
មានមហិច្ឆតាខ្ពស់និងបូជាខ្លួនលោកសម្រាប់តែបទចម្រៀងតែប៉ុណ្ណោះហេតុនេះហើយលោកមិនមានពេលវេលាសម្រាប់ស្នេហាផ្អែមល្ហែមនោះទេទំនាក់ទំនងរបស់លោកជាមួយនឹងស្រីទំនងគ្រាន់តែត្រឹមជាមិត្តភក្តិច្រើនជាងស្នេហាលោកស៊ិនស៊ីសមុទ្រគាត់និពន្ធបទភ្លេងដោយប្រើឧបករណ៍ភ្លេងម៉ុងដូលីនរបស់គាត់បទចម្រៀងរបស់លោកជាទូទៅមានលក្ខណៈមនោសញ្ចេតនាលន្លង់លន្លោចដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គលការឈឺចាប់និងការស្រមើស្រមៃខ្ពស់ទេពកោសល្យសិល្បៈរបស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំណើតរបស់លោកមានគេនិយាយថាគាត់បានប្រើវចនានុក្រមដល់ទៅ3ដោយគ្រាន់តែចង់មើលពាក្យមួយសរសេរត្រឹមត្រូវឬអត់ក្នុងភាសាខ្មែរសំស្ក្រឹតនិងបាលីចម្រៀងភាគច្រើនរបស់លោកផ្អែកទៅលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនរបស់គេមានទាំងស្នេហានិងការបាត់បង់សប្បាយចិត្តនិងការឈឺចាប់មកបរិយាយឲ្យលោកស៊ិនស៊ីសមុទ្រស្ដាប់ដើម្បីឲ្យលោកនិពន្ធបទចម្រៀងដោយផ្អែកលើរឿងពិតទាំងអស់នេះហេតុនេះហើយអត្ថន័យក្នុងចម្រៀងរបស់លោកភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោកពេលដែលលោកច្រៀងគ្រប់ពាក្យគ្រប់ម៉ាត់គឺច្បាស់មួយលោកតែងតែប្រយ័ត្នក្នុងការបញ្ចេញសំឡេងឲ្យត្រឹមត្រូវទៅតាមការសរសេរដោយមិនប្រើសំនៀងក្នុងភាសានិយាយនោះទេសំនៀងដ៏ក្រអួនមានទឹកដមហើយអាចបត់បែនកាច់កងតាមតែចិត្តលោកចង់បានមិនភ្លាត់មិនភ្លាវហើយខ្យល់សំនៀងដាក់ត្រូវតាមអត្ថន័យបទនីមួយប្លែកៗគ្នាថែមទៀតផងចំណុចលេចធ្លោមួយទៀតនៃសំនៀងរបស់លោកគឺណែនពីរោះច្បាស់គ្មានបន្លំគ្មានលួចបំភាន់អ្នកស្ដាប់មួយពាក្យឬមួយឃ្លាណាឡើយសូរស័ព្ទសំនៀងដែលលោកបន្លឺពេញចំជាពាក្យខ្មែរត្រូវតាមអក្ខរាវិរុទ្ធហើយអឿនសំឡេងទៀតសោតទោះជាដាក់ទាបឬក៏លើកខ្ពស់ក៏លោកអាចរក្សាបាននូវកម្រិតសំឡេងដដែលហាក់គ្មានប្រឹងបង្ខំបន្តិចណាសោះឡើយដោយសារតែសំឡេងដ៏ស្រទន់ត្រជាក់ណែនក្រអួនរបស់លោកស៊ិនស៊ីសមុទ្រកាន់តែពីរោះរណ្ដំចិត្តអ្នកស្ដាប់នេះហើយទើបធ្វើឲ្យឈ្មោះរបស់លោកកាន់តែផុសត្រដែតក្នុងចំណោមមហាជនគ្រប់ស្រទាប់វណ្ណៈនៅក្នុងប្រជាណាចក្រកម្ពុជាទើបនៅដើមទសវត្សរ៍50លោកត្រូវបានម្ចាស់ក្សត្រីកុសមនារីរតន៍សពរិហរតីអនុញ្ញាតឲ្យលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យដែលក្នុងនោះមានលោកសុំម៉ាត់ដែរដើម្បីសម្ដែងក្នុងពិធីគិរវកិច្ចក៏ដូចជាលេងសាយភូតផ្សេងលោកស៊ិនស៊ីសមុទ្រស្ថិតនៅក្នុងវង់ភ្លេងនេះរហូតដល់ឆ្នាំ1970ក្រៅពីចម្រៀងសម័យលោកក៏ចេះច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជាបទសក្រវាបទមហោរីអាយ៉ៃចបៃយីកេនិងបាសាក់ផងដែរនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ50បទវីយូឡុងស្នេហាដែលនិពន្ធដោយតន្ត្រីករវីយូឡុងហាសាឡនបានជំរុញកិត្តិស័ព្ទរបស់លោកស៊ិនស៊ីសមុទ្រឲ្យកាន់តែល្បីរន្ទឺខ្ទរខ្ទាថែមមួយកម្រិតទៀតហើយបទចម្រៀងល្បីៗរបស់លោកនាសម័យនោះមានបទស្រីស្រស់ក្មេងបទអនុស្សាវរីយ៍ភ្នំក្រវាញបទចុងស្រល់បទថ្ងៃ12ធ្នូបទកាកៃបទកងរៃបទថ្ងៃ1កក្កដាបទសម្រស់ឆ្នេរកែបបទស្ទឹងពោធិ៍សាត់និងបទព្រែកឯងអស់សង្ឃឹមជាដើម
នៅឆ្នាំ1963លោកស៊ិនស៊ីសមុទ្របានចាប់ផ្ដើមថតចម្រៀងឲ្យផលិតកម្មវត្តភ្នំគឺបទចម្ប៉ាបាត់ដំបងដែលបានឆក់យកបេះដូងអ្នកស្ដាប់នៅទូទាំងប្រទេសកម្ពុជាទាំងអស់នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ1971ដោយទូរទស្សន៍សាធារណរដ្ឋអ្នកសម្ភាសន៍លោកបានរំលឹកឡើងថាបទចម្ប៉ាបាត់ដំបងនេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះដើម្បីអបអរសាទរពិធីសម្ពោធស្ថានីយទូរទស្សន៍របស់ខ្លួននៅឆ្នាំ1965កិត្តិស័ព្ទរបស់លោកល្បីឡើងដល់ចំណុចកំពូលនៅពាក់កណ្ដាលទសវត្សរ៍ទី50លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុដូចជាបទរាត្រីដែលបានជួបភ័ក្រនិងបទភ្នំពេញនៅចុងទសវត្សរ៍ទី60និងដើមទសវត្សរ៍ទី70លោកចាប់ផ្ដើមថតបទចម្រៀងដាក់ក្នុងខ្សែភាពយន្តដែលកំពុងពេញនិយមមួយចំនួននាសម័យនោះមានរឿងអនអើយស្រីអនរឿងទឹកសូដាច័ន្ទនិងរឿងថាវរីមាសបងក្នុងរឿងពៅជោគសដឹកនាំថតដោយលោកទាលឹមកាំងសម្ដែងដោយលោកជាយុទ្ធថននិងអ្នកស្រីឌីសាវ៉េតបទនាវាជីវិតរបស់លោកស៊ិនស៊ីសមុទ្រកាន់តែធ្វើឲ្យផ្ទៃរឿងកាន់តែកំសត់ឡើងបទនាវាជីវិតបន្តឡើងនៅក្នុងឈុតដែលជាយុទ្ធថនចេញទូកចាក់ចោលភរិយាដែលភរិយាសម្ដែងដោយអ្នកស្រីឌីសាវ៉េតឲ្យនៅកណ្ដោយកណ្ដែងតែម្នាក់ឯងនៅក្នុងជីវិតសិល្បៈរបស់លោកធ្លាប់ថតបទចម្រៀងឆ្លើយឆ្លងជាមួយនឹងអ្នកចម្រៀងស្រីជាច្រើនមានដូចជាអ្នកស្រីម៉ៅសារ៉េតអ្នកស្រីកែវសេដ្ឋាអ្នកស្រីឈុនវណ្ណាអ្នកស្រីហ៊ុយមាសអ្នកស្រីរស់ស្រីសទ្ធានិងអ្នកស្រីប៉ែនរ៉នហើយអ្នកស្រីម៉ៅសារ៉េតជាអ្នកចម្រៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសកម្ពុជាដំបូងគេចាប់តាំងពីព្រះរាជាណាចក្រកម្ពុជាបានទទួលឯករាជ្យពីបារាំងពេញបរិបូរណ៍បទចម្រៀងល្បីរបស់អ្នកស្រីម៉ៅសារ៉េតគឺបទសម្បត្តិក្រោមខ្នើយនិងបទឲ្យអូនអស់ចិត្តអ្នកស្រីប៉ែនរ៉នចាប់ដើមថតចម្រៀងជាមួយលោកស៊ិនស៊ីសមុទ្រនៅឆ្នាំ1966ចំណែកឯអ្នកស្រីរស់ស្រីសទ្ធាចាប់អាជីពជាសិល្បករនៅឆ្នាំ1967ជាមួយនឹងបទស្ទឹងខៀវហើយសម្លេងស្រួយស្រេះរបស់អ្នកស្រីរស់ស្រីសទ្ធាស័ក្តិសមឥតខ្ចោះជាមួយនឹងសម្លេងដ៏ធ្ងន់ក្រអួនរបស់លោកស៊ិនស៊ីសមុទ្រដោយសារតែប្រជាប្រិយភាពរបស់លោកស៊ិនស៊ីសមុទ្រឡើងដល់ចំណុចកំពូលទើបធ្វើឲ្យលោកមិនអាចនិពន្ធបទភ្លេងឲ្យទាន់តាមតម្រូវការរបស់អ្នកគាំទ្ររបស់លោកបានឡើយហេតុនេះហើយគាត់ក៏ចាប់ផ្ដើមយកបទរបស់កវីផ្សេងទៀតមកច្រៀងដើម្បីបំពេញតម្រូវការរបស់អ្នកស្ដាប់ទូទាំងប្រទេសកម្ពុជាយើងដំបូងគាត់ច្រៀងបទនិពន្ធរបស់លោកពៅស៊ីផូដែលជាគ្រូរបស់លោកហើយលោកស្វាយសំអឿលោកម៉ាឡាពីលោកម៉ែប៊ុនដែលជាមិត្តស្និទ្ធស្នាលរបស់លោកនិងលោកហាក់សាឡន